អរុនសួស្តីប្រិយមិត្តអូខេថ្ងៃនេះខ្ញុំទាំងព្រឹកព្រលឹមតែម្ដងអញ្ចឹងខ្ញុំប្រើពាក្យថាអរុនសួស្តីណាហើយខ្ញុំបញ្ញាប់បញ្ញាល់ធ្វើវីដេអូទាំងព្រឹកដោយសារតែល្ងាចតិចមានកិច្ចការរវល់ហើយចឹងត្រូវចេញវីដេអូទាំងព្រឹកព្រលឹមតែម្ដងណាអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូនេះខ្ញុំចង់ជម្រាបជូននិងបញ្ជាក់ជូនបងប្អូនជនរួមជាតិតាក់ទងទៅនឹងរឿងរាជរដ្ឋាភិបាលកម្ពុជាជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតែងតាំងកញ្ញាកមនោវិជ្ជាជាបេសកជនពិសេសឬក៏យើងប្រើភាសាច្បាប់គេហៅថាប្រិសិទ្ធពិសេសសម្រាប់នាយករដ្ឋមន្ត្រីណាហើយបន្ទាប់ពីការតែងតាំងយើងមានឃើញមានភាពជ្រួលច្បល់ក្នុងចំណោមប្រជាជនកម្ពុជាប្រជាពលរដ្ឋខ្មែរហើយក្នុងចំណោមជាពិសេសអ្នកគ្រប់គ្រងប៉ុន្តែសម្រាប់អ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលគឺពីក្រមលោកសំរងស៊ីគឺគាត់វាជាប្រពៃណីរបស់គាត់ហើយគឺចង់និយាយថាចេញទៅច្រកណាក៏គាត់ត្រូវតែប្រឆាំងណាចេញច្រកស្អីក៏ត្រូវប្រឆាំងទោះបីវាស្របច្បាប់មិនស្របច្បាប់ហើយវាជាកិច្ចការទូតរបស់ប្រទេសឬក៏ជាអ្វីដែលប្រទេសជាតិត្រូវការធ្វើបន្ទាន់ក៏គាត់ត្រូវតែជំទាស់ដែរណាហើយរឿងហ្នឹងគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់ជាតិយើងដែលយើងមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីទេហើយយើងត្រូវការពេលវេលារាប់ឆ្នាំតទៅទៀតដើម្បីបណ្ដុះចិត្តគំនិតបងប្អូនដែលប្រឆាំងនេះឲ្យបានយល់អំពីអ្វីទៅជាកិច្ចការជាតិអ្វីទៅជាច្បាប់អ្វីទៅគាត់យើងនិយាយជាច្បាប់យើងនិយាយជាទ្រឹស្ដីនយោបាយជាទ្រឹស្ដីច្បាប់ជាបទបញ្ញត្តិអីផ្សេងក៏គាត់ស្ដាប់អត់ចូលដែរគឺតលតែលោកសំស៊ីនិយាយមកឬក៏ថានិយាយស្អីឲ្យទីវាប្រឆាំងនឹងលោកហ៊ុនសែនអាហ្នឹងគឺបានគាត់ស្ដាប់បានតែបើយើងនិយាយពីទ្រឹស្ដីច្បាប់និយាយពីគោលការណ៍ច្បាប់គោលការណ៍នយោបាយគោលការណ៍កិច្ចការទូតគឺគាត់ស្ដាប់អត់បានហ្នឹងគឺនិយាយចំគាត់មិនស្ដាប់មិនមែនថាស្ដាប់មិនបានគឺគាត់មិនស្ដាប់ចេញមកយើងគ្រាន់តែស្ដាប់តែដើមហ្នឹងគឺគ្រាន់តែដឹងថាម្នាក់ហ្នឹងជាមនុស្សមិនគ្រប់គ្រងលោកសំរងស៊ីឬក៏មិនគ្រប់គ្រងក្រុមហ្នឹងគឺគាត់ជំទាស់យកតែម្ដងអញ្ចឹងហើយអានេះគឺជាទំហំធ្ងន់នៃជាតិសាសន៍យើងណាអញ្ចឹងខ្ញុំសូមជម្រាបជូនបងប្អូនអំពីទូនាទីដែលកមនោវិទ្យាទទួលនេះជាទូទៅនៅក្នុងប្រទេសមួយដែលមានវិបត្តិណាជាទូទៅប្រទេសមួយដែលមានវិបត្តិគឺមានន័យថាគេត្រូវការអ្នកជំនាញណាមួយដោយមិនខ្វល់ពីនិន្នាការនយោបាយទេណាឲ្យតែបុគ្គលនឹងគិតអំពីជាតិចឹងគេអត់គិតនិន្នាការនយោបាយទេឲ្យតែបុគ្គលដែលមានជំនាញដោះស្រាយបញ្ហានេះជាបុគ្គលដែលគិតអំពីជាតិគឺជាតិគេត្រូវការយកមកប្រើហើយបើយើងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគាត់យកមនុស្សនឹងមកប្រើគាត់អត់ប្រើនៅក្នុងនាមគណៈបកប្រជាជនរបស់គាត់ទេគាត់អត់ប្រើក្នុងនាមផ្ទាល់ខ្លួនរបស់គាត់ទេគឺគាត់ប្រើក្នុងនាមជាព្រោះគាត់តំណាងឲ្យជាតិណានៅក្នុងទំនាក់ទំនងអន្តរជាតិគឺនាយករដ្ឋមន្ត្រីគឺតំណាងឲ្យជាតិប្រធានាធិបតីឬមហាក្សត្រក៏ជាតំណាងឲ្យជាតិរដ្ឋមន្ត្រីនិយាយចំគឺមានន័យថាអ្នកដែលធ្វើកិច្ចការទូតដែលតំណាងឲ្យរដ្ឋណាឲ្យប្រទេសអញ្ចឹងនៅពេលដែលប្រទេសមួយមានវិបត្តិឥឡូវយើងដឹងថាកម្ពុជាកំពុងមានវិបត្តិអីខ្លះបងប្អូនអាចដឹងស្រាប់អីតាណាខ្ញុំអត់និយាយថាតើវាមានវិបត្តិអីត្រូវដោះស្រាយទេអញ្ចឹងហើយបានជារដ្ឋាភិបាលលោកត្រូវការមនុស្សម្នាក់ណាមិនថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឬរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលណាក៏ដោយឲ្យតែត្រូវការមនុស្សដែលមានជំនាញដោះស្រាយវិបត្តិដែលកំពុងកើតនៅក្នុងប្រទេសរបស់ខ្លួនគឺគាត់ត្រូវការមនុស្សហ្នឹងហើយចាព្រោះជាតិយើងទាំងអស់គ្នាអានឹងយើងធ្វើម៉េចណាហើយប្រទេសណាក៏គេចឹងដែរប្រទេសថៃក៏ដោយប្រទេសអាមេរិកក៏ដោយប្រទេសបារាំងប្រទេសអាល្លឺម៉ង់ក៏ដោយណាគឺសិតតែគេតែងតាំងប្រិសិទ្ធពិសេសនឹងឯងហើយឥឡូវខ្ញុំសួរថាស្អីទៅជាប្រិសិទ្ធពិសេសឬក៏បេសកជនពិសេសប្រិសិទ្ធពិសេសឬបេសកជនពិសេសបើតាមនិយមនៅក្នុងទំនាក់ទំនងអន្តរជាតិគឺជាបុគ្គលដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃប្រទេសមួយ
ណាឲ្យធ្វើកិច្ចការកម្រិតទូតខ្ពស់បំផុតសំទោសឲ្យធ្វើកិច្ចការទូតកម្រិតខ្ពស់បំផុតណាគឺមានន័យថាអញ្ចឹងប៉ុន្តែកិច្ចការរបស់គាត់គឺវាមិនមែនជាឯករដ្ឋទូតដែលត្រូវទៅប្រចាំការនៅប្រទេសណាមួយដោយឯករដ្ឋទូតទេណាពីរដ្ឋបញ្ជូលទៅរដ្ឋទទួលទេអញ្ចឹងកិច្ចការទូតដែលរដ្ឋាភិបាលតែងតាំងនាងកម្មមនុស្សជានេះគឺជាការតែងតាំងមួយឲ្យកាន់តំណែងជាតំណាងប្រទេសតំណាងរដ្ឋាភិបាលដើម្បីធ្វើកិច្ចការជាក់លាក់ណាមួយណាដើម្បីធ្វើជាក់លាក់ណាហើយគេមិនប្រកាន់ថាអ្នកនឹងជនជាតិខ្មែរឬមិនខ្មែរប៉ុន្តែអ្នកឯងត្រូវធ្វើការដើម្បីផលប្រយោជន៍ខ្មែរអានឹងគេយកឲ្យតែមានជំនាញអ្នកឯងជួយខ្មែរបានអ្នកឯងធ្វើម៉េចឲ្យធ្វើម៉េចឲ្យដោះស្រាយអាបញ្ហាវិបត្តិនឹងបានគឺគេតែងតាំងហើយណាគេតែងតាំងគេមិនខ្វល់ថាអ្នកនឹងតលតែបកប្រជាជនទេណាឬក៏មិនខ្វល់អ្នកនឹងតលតែមានសេចក្ដីខ្មែរទេដូច្នេះអ្វីដែលមនុស្សវិទ្យាបានទទួលរឿងភារកិច្ចនេះគឺជាភារកិច្ចដែលគេហៅថាជា temporary representative of Cambodian government អានឹងគឺជានិយមន័យគេអញ្ចឹងហ្មងអញ្ចឹងមានន័យថាគាត់គ្រាន់តែជាតំណាងឲ្យរដ្ឋាភិបាលកម្ពុជាបណ្ដោះអាសន្នដូច្នេះយើងអ្នកណាដែលថាចោតគាត់ថាគាត់លក់ក្បាលគាត់ក្បត់ឆន្ទៈរាជគាត់ក្បត់អ្នកគាំទ្រគាត់អីហ្នឹងគឺខ្ញុំអត់ទាន់គាំទ្រទេណាឥឡូវដូចខ្ញុំបានបញ្ជាក់ក្នុងคลิปមុនអញ្ចឹងថាខ្ញុំរងចាំមើលថាតើអ្វីគាត់ទៅធ្វើនេះបំរើបកប្រជាជនឬគាត់ទៅធ្វើការនេះដើម្បីបំរើជាតិបើទៅដើម្បីបំរើជាតិយើងរងចាំមើលលទ្ធផលរបស់គាត់សិនចាំជេរគាត់ណារឿងយើងរងចាំមើលលទ្ធផលរបស់គាត់ចាំជេរគាត់តាមក្រោយអត់យឺតពេលទេណាអត់យឺតពេលទេយើងទុកពេលទេព្រោះឥឡូវកម្ពុជាយើងកំពុងមានវិបត្តិប៉ុន្តែសួរថាវិបត្តិអីបងប្អូនដឹងហើយចឹកខ្ញុំមិននិយាយណាគឺមានន័យថារដ្ឋាភិបាលកម្ពុជាត្រូវការគាត់ដើម្បីឲ្យមកដោះស្រាយវិបត្តិធ្វើកិច្ចការទូតអញ្ចឹងណាហើយខ្ញុំសូមជម្រាបបងប្អូនថាកម្ពុជាវិទ្យាគឺជាបុគ្គលម្នាក់ដែលអ្នកការទូតអន្តរជាតិទទួលស្គាល់ទាំងអង្គការសហប្រជាជាតិទាំងសហរដ្ឋអាមេរិកទាំងជប៉ុនណាទាំងសហភាពអឺរ៉ុបគឺជាអ្នកការទូតម្នាក់ដែលគេទទួលស្គាល់ណាចឹងហើយមិនមែនសុកមនុស្សវិទ្យាមិនមែនសុកលោកហ៊ុនម៉ាណែតទៅយកគាត់មកឲ្យធ្វើកិច្ចការទេណាបើសិនជាមានគាត់មិនមានអិសរភាពឬក៏មិនមានភាពល្បីល្បាញនៅក្នុងរឿងកិច្ចការទូតត្រូវការដោះស្រាយព្រោះរដ្ឋាភិបាលកម្ពុជានៅពេលនេះគឺតល់ហើយណាយកគណៈបកប្រជាជនទៅនិយាយអត់ស្ដាប់ទេអត់មានពីណាស្ដាប់ទេយកមនុស្សរបស់រដ្ឋាភិបាលកម្ពុជាទៅនិយាយអត់មានពីណាស្ដាប់ទេអញ្ចឹងមានតែយកមនុស្សដែលអន្តរជាតិគេត្រូវការនឹងឯងណាដើម្បីបានគេស្ដាប់ឥឡូវយើងចាំមើលលទ្ធផលសិនកុំអាលជេរគាត់ដូចខ្ញុំនិយាយអញ្ចឹងថាកុំអាលជេរគាត់មើលណាយើងរងចាំមើលអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញថាតំណែងនេះមិនមែនជាតំណែងអចិន្ត្រៃយ៍ទេគឺគ្រាន់តែជាអ្នកបំពេញកិច្ចការទូតបណ្ដោះអាសន្នតែប៉ុណ្្នឹងដើម្បីដោះស្រាយវិបត្តិដែលកម្ពុជាកំពុងមានតែប៉ុណ្្នឹងទេណាអញ្ចឹងគាត់មិនមែនជាគណៈបកប្រជាជនគាត់មិនមែនជាសមាជិករដ្ឋាភិបាលទេ she is not a cabinet member អញ្ចឹងគាត់មិនមែនជាសមាជិកគណៈរដ្ឋមន្ត្រីទេសមាជិករដ្ឋាភិបាលទេគឺជាអ្នកជំនាញកិច្ចការទូតជាន់ខ្ពស់ខ្ញុំគ្រាន់តែជម្រាបប៉ុណ្្នឹងណាហើយប្រទេសណាក៏អញ្ចឹងដែរដោយលោកថាក់ស៊ីនក៏ធ្លាប់ទៅធ្វើទីប្រឹក្សាសេដ្ឋកិច្ចឲ្យលោកហ៊ុនសែនសម្រាប់ដោះស្រាយពីបញ្ហាវិបត្តិសេដ្ឋកិច្ចឬក៏លោកអតីតប្រធានាធិបតីរ៉ូម៉ូយុនសំទោសរ៉ូម៉ូយុនឬក៏ស្អីទៅខ្ញុំភ្លេចឈ្មោះទៅប្រធានាធិបតីកូរ៉េហ្នឹងក៏ធ្លាប់ធ្វើទីប្រឹក្សាសេដ្ឋកិច្ចឲ្យរដ្ឋាភិបាលលោកហ៊ុនសែនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចវិបត្តិវិនិយោគដូច្នេះអាហ្នឹងវាអត់មានរឿងអីត្រូវលាក់លៀមទេហ្នឹងហើយឥឡូវខ្មែរយើងធ្វើម៉េចឥឡូវបើសិនតែចេញមកជេរឲ្យតែខុសយើងជេរក្រោយទៅជេររហូតចឹងទៅឬក៏ចោតប្រកាន់គ្នាលៀបពណ៌គ្នាអញ្ចឹងរហូតទៅស្លាប់អស់នគរនេះណាអញ្ចឹងហើយបានខ្ញុំពេលខ្លះខ្ញុំខឹងម្ដងសឹងថាមិនចង់កើតជាមិនចង់កើតលើទឹកដីហ្នឹងប៉ុន្តែអត់ចង់កើតជាមួយមនុស្សរបៀបហ្នឹងតទៅទៀតណាខ្ញុំលមុះប្រជាជន
ខ្មែរយើងសប្ថ្ងៃហ្នឹងដែលចរិតបែបហ្នឹងគឺខ្ញុំអត់ចង់នៅជាមួយទៀតណាអាហ្នឹងពេលខ្លះគឺខ្ញុំវាពិបាកពេកឥឡូវយើងមិនបើនិយាយពីគណៈបកប្រឆាំងពីមុនគណៈបកប្រជាជនកម្ពុជាកាលពីខ្ញុំនៅធ្វើជាមន្ត្រីរាជការទៅរាប់អានមិត្តភ័ក្តិគណៈបកប្រឆាំងគឺគេត្រូវគេចោទភ្លាមហ្មងថានឹងបកប្រឆាំងចាណាប៉ុន្តែអាបែបហ្នឹងអាការចោទការជេរបែបហ្នឹងសាបរលាបបាត់ដោយរដ្ឋាភិបាលវាមកលិចគណៈបកសំរងស៊ីម្ដងគណៈបកប្រឆាំងម្ដងឥឡូវហ្នឹងគ្រាន់តែយើងដើរជាមួយមន្ត្រីរដ្ឋាភិបាលគ្រាន់តែយើងដើរជាមួយដែលជាមិត្តភ័ក្តិជាបងជាប្អូនជាស្អីហ្នឹងគឺចោទយើងភ្លាមថាអាហ្នឹងបកប្រជាជនអាហ្នឹងជាមនុស្សរបស់គេមនុស្សរបស់អីចឹងហ្មងអញ្ចឹងឥឡូវមិនជាតិយើងធ្វើការជាមួយគ្នាអត់កើតទេចាប់ពីហ្នឹងទៅឬក៏មិនដូច្នេះអានេះជាបញ្ហាមួយដែលបងប្អូនត្រូវគិតត្រូវពិចារណាមែនតើណាបើបែកបាក់បែបនេះគឺអត់យូរទេខ្ញុំថាអត់យូរទេហើយគេទាំងខាងកើតទាំងខាងលិចគេនឹងធ្វើឲ្យយើងបែកបាក់រហូតណាគេធ្វើឲ្យយើងបែកបាក់រហូតខ្ញុំមិនអោយបងប្អូនទៅរួបរวมជាមួយគណៈបកប្រជាជនប៉ុន្តែខ្ញុំអោយបងប្អូនត្រូវគិតអំពីជាតិដំបូងសិនហើយអ្នកខ្លះថាអូឯងនិយាយពីជាតិម៉េះបើអ្នកឯងគ្រប់ត្រូលថៃដោយសារអារបៀបហ្នឹងបានខ្ញុំចេះខឹងម្ដងខ្ញុំចេះបញ្ជួសទៅណាខ្ញុំចេះបញ្ជួសទៅអញ្ចឹងខ្ញុំសរុបមកវិញអ្វីដែលកម្ពុជាវិទ្យាគាត់ទទួលភារកិច្ចនេះវាជាការទទួលខុសត្រូវបណ្ដោះអាសន្នទេវាមិនមែនជាមន្ត្រីអចិន្ត្រៃយ៍សម្រាប់រដ្ឋាភិបាលហ្នឹងទេឬក៏មិនមែនជាសមាជិកអចិន្ត្រៃយ៍នៅក្នុងរដ្ឋាភិបាលឬក្នុងគណៈបកឥឡូវបងប្អូនចាំមើលណាខ្ញុំស្ដាំជាចុងក្រោយបងប្អូនរកចាំមើលថាបើគាត់ធ្វើកិច្ចការនេះដើម្បីជាតិអូខេយើងគួរអបអរសាទរតែបើគាត់ទៅបម្រើគណៈបកប្រជាជនអូខេអាហ្នឹងយើងកាត់ទោសគាត់ខ្ញុំក៏ត្រូវកាត់ទោសគាត់ដែរអរគុណច្រើន